ជំរាបសួរបងប្អូនជនរួមជាតិជាពិសេសប្រិមិត្តដែលបានទស្សនាតាមរយៈបណ្ដាញសង្គមខ្ញុំបាទវ៉ាន់ស៊ីលួនជាគ្រូវិទ្យាសាស្ត្របុរាណដែលមានស្លាកយីហោសញ្ញាដើមគីបោះបច្ចុប្បន្ននេះខ្ញុំស្ថិតនៅក្នុងសមាគមគ្រូឱសថបុរាណកម្ពុជាថ្ងៃនេះខ្ញុំជម្រាបជូនបងប្អូនអំពីជំងឺកាពះវៀនជំងឺកាពះវៀននេះគ្រូបុរាណធ្វើការបែងចែកជា3ប្រភេទទី1កាពះខ្សោយទី2កាពះរលាកទី3កាពះលំបាវខ្ញុំបានចេញវីដេអូជាច្រើនដែលពាក់ព័ន្ធជាមួយនឹងជំរាបជូនបងប្អូនអំពីរោគសញ្ញានៃជំងឺកាពះវៀននេះក៏ប៉ុន្តែថ្ងៃនេះខ្ញុំជម្រាបជូនបងប្អូនអំពីរោគសញ្ញានេះដោយសង្ខេបហើយខ្ញុំនឹងជម្រាបជូនអំពីថ្នាំព្យាបាលចំពោះកាពះខ្សោយបងប្អូនពិសាអាហារចូលទៅបងប្អូនតឹងពោះផ្អើសតែម្ដងជាធម្មតាមនុស្សណាពិសាអាហារចូលទៅក៏តឹងពោះដែរក៏ប៉ុន្តែសម្រាប់តឹងពោះដោយសារកាពះខ្សោយនេះគឺតឹងពិបាកទ្រាំវាច្រើនមកខាងលើឆ្អល់នៅចុងដង្ហើមក៏ប៉ុន្តែបើយើងបានភើម្ដងម្កាលមានអារម្មណ៍ថាធូរដោយសារកាពះយើងខ្សោយវាអត់ធាក់ទៅខាងក្រោមបាទទី2ចំពោះបញ្ហារលាកវាធ្វើទុកនៅពេលដែលព្រឹកឡើងដែលយើងឃ្លាននៅពេលដែលយើងឃ្លានអាជាតិអាស៊ីតនឹងវាបញ្ចេញមកដើម្បីជួយរំលាយអាហារក៏ប៉ុន្តែកាពះយើងវាអត់មានអាហារវាធ្វើយើងក្តៅពោះឆេវក្តៅពោះនេះបើយើងពិសាទឹកតែមួយកែវឬក៏ពិសាស្អីមួយម៉ាត់ក៏បាត់ដែរបាទបាត់ក្តៅពោះកាលណាដែលយើងឲ្យវាក្តៅជាទម្លាប់យូរទៅវាទៅជារលាកបាទចំណុចទី3ដំបៅកាពះដំបៅនេះវាធ្វើទុកនៅពេលដែលយើងពិសាអាហារចូលនៅពេលដែលយើងពិសាចូលទៅ3ឬក៏5នាទីធ្វើយើងចុកហើយចុកនេះចុកពិបាកទ្រាំចុកស្លេកមកបាទអញ្ចឹងមិញនេះខ្ញុំជម្រាបជូនទាំង3នេះវាជាអាការៈរបស់អញ្ចឹងកាពះវៀននៅពេលដែលយើងកើតហើយភាគច្រើនគឺយើងពិបាកក្នុងការបត់ជើងអត់សូវដើរខ្យល់ពិបាកសម្រាននិយាយរួមតែមានបញ្ហាកាពះវៀននេះធ្វើឲ្យរាងកាយទាំងមូលជួបបញ្ហាដោយសារអីដោយសារវាបែងចែកអាហារូបត្ថម្ភនឹងអត់បានត្រឹមត្រូវអញ្ចឹងឥឡូវបើបងប្អូនមានបញ្ហាដូចខ្ញុំជម្រាបជូនអំបញ្ញមិញបងប្អូនកុំបារម្ភបងប្អូនមកព្យាបាលដោយឱសថបុរាណខ្មែរសញ្ញាដើមគីបោះខ្ញុំធានាជូនបងប្អូនថានឹងជាបាននឹងជាអញ្ចឹងយើងព្យាបាលជាឈុតបាទយើងព្យាបាលជាឈុតមានថ្នាំគ្រាប់ហើយនិងថ្នាំម្សៅបាទថ្នាំគ្រាប់នេះមាន120គ្រាប់មានគុណប្រយោជន៍ជួយរំលាយអាហារជួយដើរខ្យល់ជួយបត់ជើងស្រួលបាទនិងផ្សះកាពះពីខាងក្នុងមនុស្សដែលមានសុខភាពល្អបងពិសាអាហារចូលថ្ងៃនេះស្អែកឡើងយើងបត់ជើងអញ្ចឹងបើបងប្អូនអត់ព្យាបាលបងប្អូនទុកឲ្យទល់លាមកយូរថ្ងៃ2ឬក៏3ថ្ងៃអាកាសសំណល់នឹងវាសល់ក្នុងរាងកាយរបស់បងប្អូនធ្វើឲ្យប៉ះពាល់ដល់រាងកាយចំពោះមួយកំប៉ុងនេះថ្នាំម្សៅបាទថ្នាំម្សៅយើងដាក់ចូលបំពង់ទឹកក្តៅមួយស្លាបព្រាបាយទៅសម្រាប់ពិសាអាហារក្នុងមួយថ្ងៃបំពង់ទឹកក្តៅបងប្អូនប្រើបំពង់ទឹកក្តៅម៉ាក់មិនក៏បានដែរបាទដាក់ចូលបំពង់ទឹកក្តៅនេះទៅក្នុងមួយស្លាបព្រាហើយបងប្អូនដាក់ទឹកឲ្យពេញទៅសម្រាប់ញ៉ាំមួយថ្ងៃខ្ញុំធានាជូនបងប្អូនថាបងប្អូននឹងពិបាកបត់ជើងបងប្អូនបត់ជើងជារៀងរាល់ថ្ងៃបងប្អូនអត់សូវដើរខ្យល់បងប្អូនដើរខ្យល់មនុស្សយើងកាលណាដែលហូបចូលហើយស្អែកឡើងបត់ជើងហើយយើងដើរខ្យល់มันមានបញ្ហាទៅដល់រាងកាយយើងទៀតទេអញ្ចឹងបងប្អូនកុំបារម្ភនៅពេលដែលបងប្អូនដឹងថាបងប្អូនមានជំងឺកាពះវៀនតាមការរៀបរាប់ដែលខ្ញុំជម្រាបជូនអំបញ្ញមិញបងប្អូនមកព្យាបាលដោយឱសថបុរាណខ្មែរសញ្ញាដើមគីបោះខ្ញុំធានាជូនបងប្អូនថាបងប្អូននឹងសម្រានលក់ស្រួលបាយឆ្ងាញ់ដើរខ្យល់ហើយបត់ជើងអស់ពីពោះបាទអញ្ចឹងបងប្អូនកុំបារម្ភបងប្អូនទំនាក់ទំនងមកតាមទូរស័ព្ទលេខ012 858518មួយខ្សែទៀត088 4434 826ខ្ញុំបាទវ៉ៃជីនុនស្វាគមន៍នៅសំណួររបស់បងប្អូននឹងរីករាយនៅឆ្លើយនៅសំណួរដែលពាក់ព័ន្ធជាមួយនឹងសុខភាពខ្ញុំបាទអរគុណជម្រាបលា